យើងជួសនេះគឺយើងបាច់ថ្នាំវាផងដែរបងប្អូនបាច់ថ្នាំជំនួយកស៊ូតើបានមួយឆាត់ទេខ្ញុំជួសនៅខ្ទង់ថ្ងៃទី24 25ខែ4បាទខ្ញុំជួសចាក់ទឹកវាព្រោះបើសិនជាយើងមិនចាប់ជួសចាក់ទឹកឬមួយជួយវាពីដើមដៃទេកូនហ្នឹងគឺយើងចាំខែទៅមុខទៀតគឺវាអាចនឹងធំយឺតជាងនោះធំហ្នឹងណាហើយគឺយើងត្រូវឆាប់ជួសវាហើយយើងចាក់ទឹកជួយវាបន្តិចទៅតែកន្លះខែឬមួយ 4-10 ថ្ងៃអីបើសិនជាវាភ្លៀងយើងមិនចាំបាច់ចាក់ទឹកទៀតទេជាក់ស្ដែងគឺខ្ញុំជួសមកឃើញថាដងដើមនៃវានេះល្អប៉ុន្តែការថែទាំហ្នឹងគឺខ្ញុំរកសម្រាមដាក់ជីលាមកគោអីទៅជួយថែទាំវាគឺដើម្បីវាលូតធំលឿនស្មើនឹងអាធំលើកមុនខ្ញុំអត់មានជាអ្នកបច្ចេកទេសទេប៉ុន្តែគ្រាន់តែថានេះគឺខ្ញុំធ្វើទៅឃើញថាវាល្អគួរសមដែរហើយសូមអរគុណដល់បងប្អូនដែលទស្សនានៅរបៀបជួសកៅស៊ូនេះបើសិនជាបងប្អូនចង់បានបទពិសោធន៍ឲ្យខ្លះៗនេះខ្ញុំដឹងពីអ្នកធ្លាប់ដាំមុនហើយនឹងខ្ញុំធ្លាប់ដាំវាបទពិសោធន៍ងាប់អីធ្វើម៉េចកុំឲ្យងាប់បងប្អូនអាច comment សួរខ្ញុំនៅក្រោមវីដេអូនេះបាទសូមអរគុណ